រៀបសួរបងប្អូនអ្នកនេះជួយជាមួយអ្នកគ្រូម្ដងទៀតនៅក្នុងថ្នាក់ភាសាអង់គ្លេសកម្រិត4ជាថ្ងៃនេះផងដែរអ្នកគ្រូមានមេរៀនមួយដែលដកស្រង់ចេញពី Unit 11 Lesson 2 The first thing you do is ចា Number 1 interaction giving instruction ចាជាមួយដែលយើងសិក្សាជាមួយគ្នាថ្ងៃនេះគឺតកតងជាមួយនឹង interaction ជាប្រយោគដែលយើងប្រើប្រាស់នៅក្នុងការនិយាយឬក៏ក្នុងការទំនាក់ទំនងចាដែលយើងផ្ដោតទៅលើ giving instruction អញ្ចឹង giving instruction គឺសំដៅទៅលើការឲ្យនៅការណែនាំឬក៏ឃ្លាប្រយោគដែលយើងប្រើប្រាស់នៅពេលដែលយើងណែនាំអំពីអ្វីមួយឬក៏ការធ្វើអ្វីមួយចាអញ្ចឹងតកតងជាមួយនឹងការឲ្យនៅការណែនាំគឺយើងមាន3ចំណុចដែលត្រូវសិក្សាជាមួយគ្នាទី1 the beginning instruction មានថាចំណុចដំបូងការណែនាំក្នុងចំណុចដំបូងចាទី2គឺ continuing instruction មានថាការណែនាំបន្ទាប់ចាទី3 ending instruction មានការណែនាំចុងក្រោយអញ្ចឹងមានឃ្លាអីខ្លះដែលយើងប្រើប្រាស់នៅក្នុង3ចំណុចហ្នឹងសូមមើលជាមួយនឹងគ្រូអញ្ចឹងតកតងជាមួយ the beginning instruction មាន3ដូចជា first to start to fix the first thing you do is ចាសន្ទុកចាគ្រូសូមបញ្ជាក់ម្ដងទៀតណាមានពាក្យ first to start the first thing you do is ចាចំណុចទី2ចា continuing instruction ចាមាន next then after that ចា ending instruction មាន finally to finish the last thing you do is ចាអញ្ចឹងតោះឥឡូវអ្នកគ្រូបញ្យល់ជាភាសាខ្មែរអញ្ចឹងនៅក្នុងពាក្យ the beginning instruction មានពាក្យ first មានថាចំណុចដំបូងគឺ to start មានថាចំណុចចាប់ផ្ដើម the first thing you do នៅចាប់ផ្ដើមចំណុចចាប់ផ្ដើមដែលអ្នកត្រូវធ្វើចាមានអីខ្លះយ៉ាងឃ្លាទី3មានថាវាផ្លូវការជាងឃ្លាពីខាងលើណាចឹងតើតើជាមួយនឹង continuing instruction មាន next ចាបន្ទាប់ then បន្ទាប់មក after that មានថាមួយវិញផ្សេងមួយបន្ទាប់បន្ទាប់មួយទៀតចាឬក៏យើងអាចប្រើប្រាស់ឃ្លាអីដែលចង់បញ្ជាក់អំពីចំណុចបន្ទាប់ដែលយើងចង់ណែនាំគេចាតើតើជាមួយចំណុចទី3 finally មានថាជាចុងក្រោយឬក៏ to finish ជាចុងបញ្ចប់the last thing you do ចាចំណុចចុងក្រោយដែលអ្នកត្រូវធ្វើចាអញ្ចឹងគឺយើងអាចប្រើប្រាស់ឃ្លានឹងបានឃ្លាទាំងអស់នេះបានដើម្បី giving instruction នៅក្នុងការឲ្យការណែនាំណាមួយចាអញ្ចឹងដើម្បីឲ្យបងប្អូនទាំងអស់គ្នាស្ដាប់អំពីការបញ្ចេញសម្លេងដែលត្រឹមត្រូវម្ដងទៀតអ្នកគ្រូនឹងចាក់ភ្លេងឲ្យយើងស្ដាប់ហើយយើងអានជាមួយគ្នាវិញ Part C. Beginning instructions. First, type in the name. To start, type in the name. The first thing you do is type in the name. Continuing instructions. Next, choose the song. Then choose the song. After that, choose the song. Ending instructions. Finally, click play. To finish, click play. The last thing you do is click play. ចាឥឡូវសូមអានតាមនឹងម្ដងទៀតតើ first to start the first thing you do is next then after that finally to finish the last thing you do is ចាអញ្ចឹងបន្ទាប់ពីយើងបានដឹងពីរបៀបប្រើប្រាស់នៅក្នុងការ give instruction ហើយតើឥឡូវអ្នកគួរនឹងមានការសន្ទនាមួយរវាង Roger និង Nana ដែលពួកគាត់ទាំងពីរនាក់គឺជាឪពុកនិងកូនចាអញ្ចឹងមុននឹងចូលទៅដល់ការសន្ទនាអ្នកគួរមានពាក្យពិបាកចំនួន4ពាក្យដែលចង់បងប្អូនទាំងអស់គ្នាបានអាននិងស្គាល់ពាក្យអត្ថន័យរបស់វាសិនចាអញ្ចឹងពាក្យទី1 frustrating មានន័យថាដែលមួម៉ៅដែលខកចិត្តចាដែលមិនសប្បាយចិត្តចានេះជាពាក្យណាគេជា adjective ចាពាក្យទី2 download មានតែការទាញយកសំទោសទាញយកចាទី3 artist តន្ត្រីករឬក៏អ្នកចម្រៀងចា search មានថាស្រាវជ្រាវចាថាពាក្យជា verb ចាបន្ទាប់ពីកូនស្គាល់ពាក្យទាំង4នេះហើយតោះឥឡូវយើងទៅមើលការសន្ទនារវាង Roger និង Dana ថាតើពួកគាត់និយាយគ្នាអំពីអីហើយតើគាត់ប្រើប្រាស់giving instruction ឃ្លាទាំង3ដែលយើងបានរៀនមុនហ្នឹងយកមកប្រើប្រាស់នៅក្នុងការសន្ទនារបស់គាត់បែបណាសូមស្ដាប់ជាមួយអ្នកគ្រូទាំងអស់គ្នា Lesson B. The first thing you do is page 106. Exercise 1. Interactions. Giving instructions. Part B. This is so frustrating. What are you doing, Dad? I'm trying to download a song, but I'm not having much luck. What am I doing wrong? It's not that hard. Here, let me show you. Thanks. First, type in the name of the artist or the title of the song in this search box and hit search. Okay. Here we go. Next,
Choose the song you want and click Download. Oh, look at that. It's so fast. Is that it? Well, no. Finally, click Play. ចាតើពីគូបានស្ដាប់ហើយតើយើងទៅស្វែងយល់ពាក្យទៅនៃភាសាខ្មែរជាមួយនឹងអ្នកគ្នាយើងពាក្យទី1 Roger ក៏បាននិយាយថា this is so frustrating មានថាវាពិតជាគួរឲ្យមកម៉ែមែនទែនអញ្ចឹងតែណាក៏បានសួរថា what are you doing that តើបានកំពុងធ្វើអី Roger ក៏បាននិយាយថា I'm trying to download a song មានថាគាត់កំពុងតែព្យាយាម download បទចម្រៀងទាញយកបទចម្រៀងមកបត់ប៉ុន្តែចាគាត់ធ្វើអត់បានទេចឹងគាត់ដឹងថាគាត់ធ្វើអីខុសទេចាអញ្ចឹងតែណាក៏បាននិយាយថា it's not that hard ថាវាអត់បាក់ទេបាទអញ្ចឹងមិនបានមកនេះខ្ញុំនឹងបង្ហាញប្រាប់ប៉ាពីរបៀបធ្វើ download អញ្ចឹងគាត់និយាយថាអរគុណចាអញ្ចឹងតែណាក៏បានប្រើ clear ដែលយើងបាននិយាយបានមានដូចជា first ចា first type in the name of the artist or the title of the song មានថាសូមប៉ាវាពាក្យចាឈ្មោះតន្ត្រីករឬក៏ឈ្មោះអ្នកចម្រៀងហ្នឹងឬក៏ចំណងជើងបទចម្រៀងចានៅក្នុងប្រអប់ search បន្ទាប់មក click ឬក៏ចុចទៅលើពាក្យ search ចាអញ្ចឹង Roger បាននិយាយថាអូខេhere we go ថាត្រូវហើយចាគាត់វាយទៅចាគាត់ធ្វើបានចាចុងបន្តទៀតដល់ណាគាត់និយាយថា next ចាមានថាបន្តមកទៀតចា choose the song you want and click download អញ្ចឹងគាត់ប្រាប់ថាសូមប៉ាចាជ្រើសរើសបទចម្រៀងដែលប៉ាចង់បានរួចចុចទៅលើពាក្យទាញយកចាបន្តទៀត Roger និយាយថា oh look at that it's so fast is that it គេថា wow មើលណែពិតជាលឿនមែនតើតើមានអីផ្សេងទៀតអត់ចាអញ្ចឹងតែណាថា well no to finally click play ណាអូនៅនេះនៅមានចំណុចមួយទៀតគឺជាចំណុចចុងក្រោយគឺប៉ាត្រូវចុចពាក្យ play ចាអញ្ចឹងដែលយើងបានលើចម្រៀងplay នៅខាងក្នុងហ្នឹងគឺមានថាគាត់ជាចំណុចចុងក្រោយរបស់ការណែនាំរបស់គាត់អីអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងយកពាក្យដែលយើងបានរៀនហ្នឹងយកទៅអនុវត្តនិយាយពីការណែនាំផ្សេងឧទាហរណ៍ថាយើងឡើងធ្វើបទបង្ហាញអញ្ចឹងពេលណាដែលបងប្អូនចេះប្រើធៀបប្រយោគបានតាមលំដាប់ដោយអញ្ចឹងអ្នកស្ដាប់ក៏គេងាយស្រួលស្ដាប់ងាយស្រួលយល់ដល់អ្វីដែលយើងចង់និយាយផងដែរអញ្ចឹងមានថាគេនឹងចាប់អារម្មណ៍លើអ្វីដែលយើងនិយាយចាអញ្ចឹងតកតងជាមួយនឹងអំណោយទានដែលព្រះអង្គប្រទានដល់កូនគឺសំខាន់មែនទែនកាលណាដែលយើងចេះប្រើប្រាស់ភាសានិយាយរបស់យើងបានត្រឹមត្រូវបានល្អមានលំដាប់ដោយឬមានជំហានមានចំណុចបន្ទាប់នោះគឺមានថាធ្វើឲ្យអ្នកស្ដាប់គឺគេចាប់អារម្មណ៍ចាមួយទៀតឧទាហរណ៍ថាបងខ្លាចជាគ្រូបង្រៀនអញ្ចឹងពេលដែលបងខ្លាចជាគ្រូបង្រៀនកាលណាដែលការបញ្យល់របស់បងមានដើមមានបន្ទាប់មានចុងបញ្ចប់ត្រឹមត្រូវការបញ្យល់របស់កូនគឺធ្វើឲ្យសិស្សងាយយល់ហើយគាត់ឆាប់ចាប់បាននៅក្នុងមេរៀនដែលយើងបានរៀនផងដែរអញ្ចឹងអ្នកគ្រូមានតែប៉ុណ្្នឹងទេសម្រាប់មេរៀនថ្ងៃនេះអរគុណច្រើនសម្រាប់ការចូលរួមសូមព្រះប្រទានពរ